បិទភ្នែករបស់អ្នកហើយដកដង្ហើមចូលវែងវែងហើយបញ្ចេញវាមកវិញយឺតយឺតស្ដាប់សំឡេងរបស់ខ្ញុំស្ដាប់សំឡេងបេះដូងរបស់អ្នកថ្ងៃនេះអ្នកមកទីនេះមិនមែនដោយចៃដន្យទេអ្នកមកទីនេះពីព្រោះអ្នកហត់នឿយនឹងការត្រូវគេមើលងាយហត់នឿយនឹងពាក្យសម្ដីជន់ឈ្លីហត់នឿយនឹងមនុស្សដែលសម្លឹងមកអ្នកក្នុងកែវភ្នែកមួយដែលគិតថាអ្នកគ្មានតម្លៃតើវាឈឺចាប់ទេត្រូវហើយវាឈឺចាប់តើវាខឹងទេត្រូវហើយអ្នកគួរតែខឹងកុំបដិសេធកំហឹងមួយនេះកុំលាក់បាំងការឈឺចាប់មួយនេះច្បាប់ស្រូបទាញមិនមែនបង្រៀនឲ្យអ្នករត់គេចពីការពិតទេតែបង្រៀនឲ្យអ្នកស្គាល់ពីអំណាចនៃធម៌ពលដែលអ្នកកំពុងមានកំហឹងដែលអ្នកកំពុងមាននៅពេលនេះការឈឺចាប់ដែលចាក់ដោតដល់ឆ្អឹងនៅពេលនេះវាគឺជាប្រេងឥន្ធនៈវាគឺជាធម៌ពលដ៏បរិសុទ្ធនិងខ្លាំងក្លាបំផុតដែលធម្មជាតិបានប្រគល់ឲ្យអ្នកមនុស្សទូទៅប្រើកំហឹងដើម្បីបំផ្លាញខ្លួនឯងប៉ុន្តែអ្នកចាប់ពីវិនាទីនេះតទៅអ្នកនឹងប្រើកំហឹងនេះដើម្បីសាងសង់ខ្លួនឯងសាងសង់អាណាចក្ររបស់អ្នករាល់ពាក្យមើលងាយរាល់ការសើចចំអករាល់ទង្វើដែលគេទម្លាក់ឲ្យអ្នកចូលប្រមូលវាទុកយកវាមកដុតជាភ្លើងដើម្បីរុញច្រានឲ្យអ្នកដើរទៅមុខក្នុងល្បឿនដែលគេតាមមិនទាន់ចាប់ពីថ្ងៃនេះតទៅអ្វីនឹងផ្លាស់ប្ដូរអ្នកជាអ្នកកំណត់ជោគវាសនារបស់ខ្លួនឯងមិនមែនពាក្យសម្ដីរបស់អ្នកដទៃនោះទេនៅពេលដែលមានគេប្រាប់អ្នកថាអ្នកធ្វើមិនបានអ្នកគ្រាន់តែញញឹមហើយខ្សឹបប្រាប់ខ្លួនឯងថាចាំមើលចោះគោលដៅរបស់អ្នកនៅពេលនេះគឺត្រូវតែច្បាស់លាស់តើអ្នកចង់បានអ្វីស្រមៃមើលភាពជោគជ័យនោះស្រមៃមើលថ្ងៃដែលអ្នកឈរនៅចំណុចកំពូលពេលដែលអ្នកឈានជើងដើរចេញគ្មាននរណាម្នាក់ហ៊ានមើលងាយអ្នកទៀតទេព្រោះធម៌ពលរបស់អ្នកវាខ្លាំងពេកពន្លឺរបស់អ្នកវាចែងចាំងជះពេកអំណាចនៃការតាំងចិត្តរបស់អ្នកវាមុតស្រួចដូចផ្លែដាវដែលកាត់ផ្ដាច់រាល់ឧបសគ្គទាំងឡាយអ្នកមិនចាំបាច់តបតដោយប្រើពាក្យសម្ដីនោះទេភាពស្ងៀមស្ងាត់និងលទ្ធផលនៃភាពជោគជ័យរបស់អ្នកគឺជាសម្លេងដ៏ខ្លាំងបំផុតដែលនឹងទះកំភ្លៀងអ្នកដែលមើលងាយអ្នកទុកឲ្យពួកគេរិះគន់ចោះខណៈដែលពួកគេកំពុងតែនិយាយអ្នកកំពុងតែធ្វើការទុកឲ្យពួកគេសើចចំអកចោះខណៈដែលពួកគេកំពុងតែសើចអ្នកកំពុងតែសាងខ្លួនឯងនៅពេលដែលកំហឹងកំពុងតែពុះកញ្ជ្រោលចូលយកវាទៅដាក់ក្នុងការងារយកវាទៅដាក់ក្នុងការរៀនសូត្រយកវាទៅដាក់ក្នុងការអភិវឌ្ឍខ្លួនដើម្បីឲ្យផ្លូវចិត្តរបស់អ្នកពោពេញទៅដោយធម៌ពលវិជ្ជមានចូលអ្នកធ្វើការ program ចិត្តឬ affirmation ដើម្បីឲ្យធម៌ពលវិជ្ជមានប្រមូលផ្ដុំឲ្យមានភាពខ្លាំងក្លានៅក្នុងខ្លួនអ្នកត្រឡប់មកវិញឥឡូវនេះចូលប្រាប់ខ្លួនឯងនិយាយប្រាប់ខ្លួនឯងនៅក្នុងចិត្តបញ្ជូនរលកសញ្ញាទៅកាន់ចក្រវាឡហើយស្ដាប់ខ្ញុំបណ្ដើនិយាយក្នុងចិត្តបណ្ដើខ្ញុំមិនមែនជាជនរងគ្រឹះនៃពាក្យសម្ដីអ្នកណាទេខ្ញុំគឺជាម្ចាស់នៃជីវិតរបស់ខ្ញុំរាល់ការជឿចាប់ធ្វើឲ្យខ្ញុំកាន់តែរឹងមាំរាល់ការមើលងាយធ្វើឲ្យខ្ញុំកាន់តែមុតស្រួចនៅក្នុងចិត្តបន្ថែមទៀតខ្ញុំបំផ្លែងកំហឹងទៅជាកម្លាំងជំរុញដ៏អស្ចារ្យគ្មានអ្នកណាអាចបញ្ឈប់ខ្ញុំបានឡើយក្រៅពីខ្ញុំខ្លួនឯងគោលដៅរបស់ខ្ញុំគឺច្បាស់លាស់ហើយខ្ញុំកំពុងដើរទៅរកវាជារៀងរាល់ថ្ងៃខ្ញុំសមនឹងទទួលបានភាពជោគជ័យខ្ញុំសមនឹងទទួលបានការគោរពហើយខ្ញុំនឹងទាមទារវាមកវិញតាមរយៈស្នាដៃរបស់ខ្ញុំមិនចោះចាញ់ខ្ញុំមិនរាថយឡើយខ្ញុំគឺមិនអាចបំបែកបានភ្ន
ភ្នែករបស់អ្នកសម្លឹងទៅមុខជានិច្ចកុំងាកឆ្វេងកុំងាកស្ដាំផ្លូវនេះអាចនឹងឯកោផ្លូវនេះអាចនឹងហត់ប៉ុន្តែវាគឺជាផ្លូវឆ្ពោះទៅរកភាពអស្ចារ្យមួយអ្នកដែលមើលងាយអ្នកពួកគេកំពុងរស់នៅក្នុងភពតូចចង្អៀតរបស់ពួកគេកំពុងទៀបខ្លួនទៅឆ្លោះប្រកែកជាមួយនឹងពួកគេភាពជោគជ័យរបស់អ្នកគឺជាការសងសឹកដ៏ផ្អែមល្ហែមបំផុតប្រើច្បាប់ស្រូបទាញដោយការគិតពីគោលដៅគ្រប់វិនាទីពេលអ្នកក្រោកពីគេងសូមគិតពីវាពេលអ្នកហត់នឿយចង់បោះបង់សូមគិតពីវានៅពេលដែលភាពខ្ជិលច្រអូសចូលមកលបួងអ្នកចូលអ្នកនឹកដល់ទឹកមុខអ្នកដែលធ្លាប់ជន់ឈ្លីអ្នកតើអ្នកចង់ឲ្យគេត្រូវឬចង់ឲ្យបង្ហាញថាគេគិតខុសងើបឡើងធ្វើវាបន្តទៀតកម្លាំងរបស់អ្នកមិនទាន់អស់ទេថាមពលនៅក្នុងខ្លួនអ្នកគឺធំធេងជាងអ្វីដែលអ្នកគិតដល់ទៅទៀតពេលនេះអ្នកបានស្រូបទាញថាមពលថ្មីចូលនៅក្នុងខ្លួនហើយភាពទន់ខ្សោយបានរសាត់ទៅបាត់ហើយអ្វីដែលនៅសេសសល់ពេលនេះគឺជាមនុស្សថ្មីមនុស្សដែលមានការតាំងចិត្តដ៏មុតស្រួចដូចពេជ្រដែលគ្មានអ្នកណាអាចបំផ្លាញបានអ្នកគឺជាអ្នកចម្បាំងនៃជីវិតរបស់ខ្លួនឯងចូលដកដង្ហើមចូលវែងជាលើកចុងក្រោយរួចដកដង្ហើមចេញយឺតបើកភ្នែករបស់អ្នកចុះក្រោកឈរឡើងចេញទៅកសាងពិភពលោកថ្មីរបស់អ្នកសូមអ្នកចាំថាជោគវាសនានៅក្នុងដៃរបស់អ្នកហើយចក្រវាឡទាំងមូលកំពុងរៀបចំបើកផ្លូវឲ្យអ្នកហើយទៅយកអ្វីដែលជារបស់អ្នកចោះ